សិស្សានុសិស្សថ្នាក់ទី6ថ្នាក់ទី9និងថ្នាក់ទី12ឆ្នាំសិក្សា2012-2013ចំនួន615នាក់ទទួលវិញ្ញាបនបត្រពីសាលារៀនអន្តរទ្វីបអាមេរិកក្រមអធិបតីរបស់ឯកឧត្តមឧញ្ញាវិជ្ជបណ្ឌិតគួយមេលីស្ថាបនិកនិងប្រធានចាងវាងកម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្សមេដាបេដាអ្នកអាណាព្យាបាលបុគ្គលិកលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកកកថ្លែងក្នុងសន្ទរកថាទៅកាន់សិស្សានុសិស្សនិងអ្នកអាណាព្យាបាលលោកឧញ្ញាវិជ្ជបណ្ឌិតគួយមេលីបានឲ្យដឹងថាសាលារៀនអន្តរទ្វីបអាមេរិកខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យប្រកាសថាសិស្សានុសិស្សទទួលបាននូវចំណេះដឹងចំណេះធ្វើបទពិសោធន៍អត្តចរិតល្អជាពិសេសសិស្សមានសមត្ថភាពខ្ពស់នៅក្នុងការបន្តការសិក្សាទៅកាន់ថ្នាក់ឧត្តមសិក្សាជាស្ដែងនៅក្នុងការប្រឡងថ្នាក់ជាតិនៃឆ្នាំសិក្សានេះសិស្សានុសិស្សបានប្រឡងជាប់ជាស្ថាពរនិងទទួលបាននីតិA មានចំនួន3រូបលោកបានសង្កត់ធ្ងន់ថាភាពជោគជ័យរបស់សិស្សម្នាក់ៗពុំអាចធ្វើទៅបានឡើយប្រសិនបើគ្មានការយកចិត្តទុកដាក់ខិតខំនៅក្នុងការសិក្សាពីសំណាក់សិស្សានុសិស្សផ្ទាល់ពិសេសការឧបត្ថម្ភគ្រប់គ្រងគ្រប់យ៉ាងពីសំណាក់មេដាបេដានិងអាណាព្យាបាលព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូដែលជាមេដាបេដាទី2ឆ្លៀននៅក្នុងឱកាសនោះលោកក៏បានផ្ដល់អនុសាសន៍ដល់បងប្អូនសិស្សានុសិស្សទាំងអស់ថាសិស្សានុសិស្សគ្រប់រូបគប្បីបន្តការសិក្សាឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាននិងក្រេបជញ្ជក់យកបទពិសោធន៍ល្អៗពីមជ្ឈដ្ឋានចូលរួមវគ្គបណ្ដុះបណ្ដាលសកម្មភាពក្រៅម៉ោងសិក្សានិងសកម្មភាពសង្គមឲ្យបានច្រើនលោកក៏បានលើកឡើងថាចំណេះវិជ្ជាដូចបឹងពោពេញដោយត្រីព្រៃពោពេញដោយឈើមានន័យថាបើយើងមានចំណេះវិជ្ជាប្រៀបដូចជាយើងមានអ្វីៗគ្រប់យ៉ាងក្នុងដៃអញ្ចឹងដែរចំណេះដឹងពិតប្រាកដរបស់សិស្សគឺការចេញពីការខិតខំដោយខ្លួនឯងមិនមែនពឹងផ្អែកទៅលើអ្នកដទៃលួចចម្លងកិច្ចការផ្ទះឬលួចចម្លងគ្នាពេលប្រឡងឡើយដូច្នេះសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រធ្វើកិច្ចការសាលាដែលគ្រូបានដាក់ជូនចូលរួមកម្មវិធីអប់រំរបស់សាលានិងការអានសៀវភៅឲ្យបានច្រើននៅរាត្រីថ្ងៃចែកវិញ្ញាបនបត្រនោះសាលារៀនបានរៀបចំពិធីជប់លៀងជូនដល់សិស្សានុសិស្សនៅសន្តាគារ Raffles Hotel Le Royal ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលាលោកគ្រូអ្នកគ្រូអតីតសិស្សនិងសិស្សានុសិស្សជាលិភីជាច្រើនរយនាក់